ទាំងអស់គ្នាដឹងអត់យើងញ៉ាំកាពីងថ្នោតមួយនេះស្មើញ៉ាំដើមថ្នោតមួយដើមបើដើមថ្នោតដើមដូចគ្នាញ៉ាំកាពីងដូងអញ្ចឹងកាពីងដូងមួយស្មើដើមដូងមួយដើមកាពីងថ្នោតមួយស្មើដើមថ្នោតមួយដើមដូចគ្នាជាតិបើសាហាវអូខេឥឡូវខ្ញុំនាំបងប្អូនមកសាកផ្លែឈើតាមរដូវកាលនៅខាងវងធំខេត្តសៀមរាបយើងនេះមួយសម្រាប់ខ្ញុំផ្ទាល់អត់ដែរចោលលេកាពីងថ្នោតនិយាយមែនកាពីងថ្នោតឲ្យតែមកទិញគឺដឹងតែទិញម្ដង3ថង់ហ្មងហើយបើថាមានអ្នកផ្សេងញ៉ាំដែរ6ថង់យកហ្មងមូលហេតុអីខ្ញុំតែឯងហ្នឹងញ៉ាំអស់3ថង់បាត់ហើយអាពិសេសមួយទៀតហ្នឹងគឺចេកលៀកចេកពឿស្វាយហ្នឹងណាក្អូបផ្អែមឆ្ងាញ់សាច់ច្រើនតើតបានគោហ្នឹងបើពីមុនតើតរោទៅដល់ភ្នំកលែននោះប៉ុន្តែឥឡូវអត់ទេនៅជាបកើយនេះខាងអ៊ំមានចេកលៀកល្អមែនទេនៅធំប៉ុនកដៃណាគេចូលចិត្តញ៉ាំចេកខ្លះមកផ្សារចេកលៀកបានជាសាហាវក្អូបឈ្ងុយកំភ្លៃមួយទៀតមានមើមសាគូដែរឆ្ងាញ់ណាជួយអ្នកដែលមានបញ្ហាខាងកាពះពោះវៀនមើមសាគូត្រូវខ្លាំងមែនទេជាមួយមួយទៀតកទួតព្រៃស្ងួតបើកទួតព្រៃជួនកាលខែខ្លះអត់មានកទួតព្រៃស្រស់ទេអញ្ចឹងទៅញ៉ាំអាស្ងួតយកឆុងតែឆុងអីផឹកបានផឹកញ៉ាំច្រើនក្មេងដូចអ្នកនិយាយអស់ហើយកុំភ្លេច like និង follow ផងជួបគ្នាវីដេអូក្រោយបាយបាយ